សេចក្តីជូនដំណឹងស្តីពីការអនុម័តដាក់ឲ្យប្រើប្រាស់នៅគោលការណ៍ណែនាំលេខ73 25 នមកកននចុះថ្ងៃទី10ខែធ្នូឆ្នាំ2025ស្តីពីវិធានប្រតិបត្តិការឧបករណ៍និស្សិតរបស់ក្រុមហ៊ុនសមភាគីកណ្ដាលនាយកតកមូលបត្រកម្ពុជានមកមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថានមកបានអនុម័តដាក់ឲ្យប្រើប្រាស់នៅគោលការណ៍ណែនាំលេខ73 25 នមកកននចុះថ្ងៃទី10ខែធ្នូឆ្នាំ2025ស្តីពីវិធានប្រតិបត្តិការឧបករណ៍និស្សិតរបស់ក្រុមហ៊ុនសមភាគីកណ្ដាលការអនុម័តដាក់ឲ្យប្រើប្រាស់នៅគោលការណ៍ណែនាំនេះគឺជាការធ្វើបច្ចុប្បន្នកម្មនៃគោលការណ៍ណែនាំលេខ001 17 កមកកននចុះថ្ងៃទី30ខែមករាឆ្នាំ2017ស្តីពីវិធានប្រតិបត្តិការឧបករណ៍និស្សិតរបស់ក្រុមហ៊ុនសមភាគីកណ្ដាលសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងមកនាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រតាមរយៈទូរស័ព្ទលេខ023 885 611ឬអ៊ីមែល intermediaries@serc.gov.kh សេចក្តីដែលបានជម្រាបជូនខាងលើសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មានថ្ងៃពុធ5រោចខែមិគសេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី10ខែធ្នូគ្រិស្តសករាជ2025នាយកតកមូលបត្រកម្ពុជា